ពេលនេះទៅហើយនៅមិនទាន់គ្រប់គ្រូទៀតអីគូរូបឯងអញបកកាយខ្លាំងប៉ុណ្ណាទៅល្អណាស់ខ្ញុំនឹងធ្វើឯងឲ្យក្បាលចុះតទៅបានមិនដែលអវតារសុំធ្វើតាមបញ្ជារបស់ខ្ញុំភឹងគាថានេះហៅថាគាថាបំផុតភ្នែកចង់រៀនហើយទៅចង់ល្អណាស់ឲ្យខ្ញុំបានឃើញច្បាស់ជាងនឹងបានប្រគាថាបំផុតភ្នែកទៅនឹងវត្ថុមានជីវិតនេះជាការបំផុតភ្នែកជាន់ខ្ពស់ខ្ញុំក៏បន្តចេះពេញលេខផងឯងរៀនមូលដ្ឋានគ្រឹះសិនទៅបគ្រូនឹងខំបង្រៀនឯងឲ្យវាងាយណាស់បង្រៀនផ្សេងវិញទៅល្អជាងគាថាបំផុតភ្នែកជាមូលដ្ឋានគ្រឹះក្នុងមូលដ្ឋានគ្រឹះបើមិនជាប់ទេគុំសង្ឃឹមថាបានរៀនគាថាផ្សេងទៀតបានតែមួយនាទីខ្ញុំស្ទាត់ជំនាញណាស់ទៅហើយចូលធ្វើតាមបញ្ជាខ្ញុំផាំងគាថាមូលដ្ឋានគ្រឹះឯណាទៅខ្ញុំរៀនកន្លះឆ្នាំប្រាយកន្លះបានតែតិចម្ដងពិបាកខ្លាំងណាស់ហើយឯងមកខាត់បន្តិចម្ដងទៅគង់តែចេះទេលោកគ្រូអីលោកស្រីម្ចាស់លោកស្រីមកទីនេះធ្វើអីខ្ញុំរណាចាអូគឺខ្ញុំកំពុងតែបង្ហាត់គេនៅឯណាអូគឺនៅខាងនោះអីទៅណាបាត់ហើយលោកគ្រូនោះជាអីទៅអើយមីបោះហើយឥឡូវនេះកាត់អីហើយអូយស្មាត់ទឹកជ្រៅឆប់រយអូយមិនទៅទៀតកូនប្រុសមានរឿងអីកើតឡើងនេះជាស្អីហេខ្ញុំមិនបានធ្វើអីទេមិនបានធ្វើអីពិតមែនមានរឿងអីកើតឡើងមានជីបចោលនៅលោកតាអូយមីបោះហើយមានពឹសអូយអាក្មេងជើងល្អកាប់ពិតគឺឯងសោះតើឯងប្រែកន្លែងយ៉ាងម៉េចទៅហ្វឹកហាត់ជារឿយៗខ្ញុំក៏រកឃើញរូបមន្តដែរថ្លៃហើយរៀនតែមួយថ្ងៃចេះបាត់ទៅហើយអច្ឆរិយៈអាចបណ្ដុះបណ្ដាលបានប្រាប់រូបមន្តដល់ខ្ញុំផងបានទេបើបង្រៀនគេថាផ្សេងឲ្យខ្ញុំនឹងប្រាប់ឯងបាទយល់ស្របឯងជាធាតុភ្លើងខ្ញុំនឹងបង្រៀនវិជ្ជាគ្រប់គ្រងភ្លើងដល់ឯងឈាន3សរសៃខុត6ចំណុចលីជាភ្លើងកម្លាំងទាំង3ចូលធ្វើតាមបញ្ជាខ្ញុំអើយឯងបញ្ចេញភ្លើងឬបញ្ចេញផោមហ្នឹងអត់ណាត់មិនសហការជាមួយទើបសុំគាថាមិនច្បាស់លាស់សម្ដៅឲ្យតែចេះទុកត្រាប់ប្រសាប់ពឹសក្នុងខោអីឥឡូវណាខ្ញុំយកមកដល់ជួយយកខ្ញុំតិចបានអត់គ្មានបញ្ហាទេវ៉ាវលាក់ទ្រព្យសម្បត្តិច្រើនណាស់ហេអាវិញនេះដូចជាប្រែរបត់ខ្ញុំចុះអាភ្លើងផ្លេហ្នឹងហើយដូចជាលំពេងភ្លើងហ៎ប្រយ័ត្នកុំឲ្យត្រូវកលឹះរបស់វាកលឹះនេះហ៎ក្តៅណាស់ណាចាគាត់បន្តនឹងអីទៀតហើយលោកគ្រូយ៉ាងម៉េចហើយអូខ្ញុំជាទេវតាមិនចេះឈឺទេដាចានៅមិនគ្រប់គ្រូទៀតយើងបង្រៀនគេថាពិសេសឲ្យឯងចេញទៅបង្ក្រាបបិសាចរកភាពស្ងប់ស្ងាត់ជួយប្រជារាស្ត្រថាម៉េចបង្ក្រាបបិសាចហើយនៅរកភាពស្ងប់សុខឲ្យរាស្ត្រហ៎ភុយសាំភាពស្ងប់សុខឲ្យរាស្ត្រគោរពឈួនលាប់ស្អីខ្ញុំមិនរៀនស្អីទាំងអស់ច្រកចេញទៅឯណាចង់ចេញទៅយ៉ាងណាខ្ញុំបានយល់ហើយថាអ្នកគ្រប់គ្នាចង់ខាំងខ្ញុំនៅក្នុងរូបភាពនិយាយអីអញ្ចឹងនៅក្នុងឋានសួគ៌បែបនេះហៅថាឃុំឃាំងយ៉ាងម៉េចបានទៅនេះហៅថាវឹកហាត់វិជាគុណរួចត្រូវចេញទៅជួយអាពួកចរិតអន់ទៀតដេកវិញល្អជាងណាចាកូនមិនអាចលះបង់ម៉ែបានទេការពិតក្នុងចិត្តកូនក៏ចង់ឲ្យអ្នកដទៃទទួលស្គាល់កូនដែរមែនទេប៉ុន្តែព្រោះតែអ្នកដទៃមានអកតេទើបកូនមានអារម្មណ៍ថាអយុត្តិធម៌ធ្វើឲ្យស្អប់ពួកគេមែនទេគ្មានតែទេអ្នកប្រតូចមិនរត់ចេញមកក្រៅអញ្ចឹងអ្នកប្រតូចលេងជាមួយគ្នាទេអូយណាចាក្រែងលោកទុកចាក់ហើយមិនបានជិះទៅយើងឆាប់រត់ឆាប់រត់ទៅ